សាច់អាំង Classico មានតែមួយកន្លែងទេបងប្អូននៅលើខ្នងអាំងកាពីងពួយដែលសាខាទី2ត្រូវមកលក់នៅសាខាទី1វិញហើយបន្តិចទៀតសាខាទី1នឹងលក់នៅសំណង់ទី2ចុះទៅក្រោមកន្លែងអង្គតែនណាបងប្អូនអញ្ចឹងបច្ចុប្បន្នគឺមានលក់តែមួយកន្លែងទេហើយសម្រាប់សាច់អាំង Classico គឺមានផ្លាកសាច់អាំង Classico ច្បាស់អញ្ចឹងតែម្ដងបងប្អូនអញ្ចឹងបងប្អូនដែលពិបាករកបងប្អូនអាចមើលសម្គាល់នៅផ្លាកសាច់អាំង Classico បានហើយសាច់អាំង Classico មានពយួរសាច់ទាំងផ្លូវអញ្ចឹងថ្មីស្រស់រាល់ថ្ងៃតែម្ដងបងប្អូនហើយសម្រាប់សាច់ទាំងមូលគឺពួកខ្ញុំអត់បានតាំងទេបងប្អូនដោយសារតែវាពិបាកមើលពេកវាប៉ះពាល់ដល់សាសនាអញ្ចឹងណាបងប្អូនអញ្ចឹងហើយក៏ខ្ញុំតម្លាក់ជាផ្លូវមកពយួរវិញម្ដងហើយសាច់របស់យើងគឺថាថ្មីស្រស់រាល់ថ្ងៃតែម្ដងហើយអ្វីដែលសំខាន់គឺបុគ្គលិកសាច់អាំង Classico របស់យើងគឺមានពាក់អាវសាច់អាំង Classico ពណ៌ផ្កាម៉ោង10ស្រស់បងប្អូនអញ្ចឹងបងប្អូនអត់ពិបាករកទេហើយបើបងប្អូនមានកន្លែងផ្សេងគេថាសាច់អាំង Classico ដែរបងប្អូនកន្លែងហ្នឹង fake ទេណាបងប្អូនអត់មែន original ទេអញ្ចឹងសាច់អាំង Classico មានតែមួយកន្លែងទេហើយសម្រាប់បុគ្គលិកគឺពាក់អាវ Classico ឈរកាប់សាច់អញ្ចឹងណាបងប្អូនហើយសម្រាប់សាច់អាំង Classico គឺថាលក់អស់រាល់ថ្ងៃអញ្ចឹងតែម្ដងបងប្អូនហើយសាច់គឺថាផុយឆ្ងាញ់ទន់តែម្ដងអញ្ចឹងបងប្អូនដែលមកគ្រប់គ្រងសាច់អាំង Classico គឺថាមិនខកបំណងទេហើយអរគុណបងប្អូនមែនទែនសម្រាប់ការអធ្យាស្រ័យយោគយល់ដល់សាច់អាំង Classico ណាបងប្អូនមិនថាសាច់អាំង Classico 1 Classico 2 ឬ Classico 3ទេបងប្អូនគឺថាភ្ញៀវគ្រប់គ្រងពេញតែម្ដងហើយសម្រាប់ Classico សាច់អាំង2ត្រូវរើដោយសារតែមិនមែនលក់ដាច់អត់ភ្ញៀវគ្រប់គ្រងអីទេបងប្អូនគឺដោយសារត្រូវទុកកន្លែងជូនអាជ្ញាធរគាត់រៀបចំផ្លូវថ្មីអញ្ចឹងណាបងប្អូនព្រោះអីអាជ្ញាធរគាត់ត្រូវការបរិច្ផ្លូវបរិច្អីថ្មីអញ្ចឹងយើងអាចប្រឆាំងគាត់បានទេបងប្អូនអញ្ចឹងយើងត្រូវតែសម្រាប់មួយរយៈសិនហើយមកលក់នៅសាច់អាំង Classico 1អញ្ចឹងណាបងប្អូនហើយសម្រាប់សាច់អាំង Classico របស់យើងគឺថាមានកញ្ចុះមានតុជូនភ្ញៀវអង្គុយអញ្ចឹងតែម្ដងហើយនេះគឺសាច់របស់យើងបងប្អូនហើយភ្ញៀវគ្រប់ត្រូលពេញមិនថាសៅរ៍អាទិត្យច័ន្ទគាទេបងប្អូនគឺភ្ញៀវគាត់មកគ្រប់ត្រូលលក់អស់រាល់ថ្ងៃតែម្ដងហើយបើថាសៅរ៍អាទិត្យវិញគឺថាយប់អត់តាន់ទេបងប្អូនលក់គឺថាភ្ញៀវរកសាច់ហូបអត់បានណាបងប្អូនហើយនេះភ្ញៀវគាត់ឈរចាំអញ្ចឹងណាបងប្អូនភ្ញៀវតាមតុក៏គាត់ចាំរៀងយូរអញ្ចឹងអាជាស្រ័យគាត់មែនទែនហើយសម្រាប់ភ្ញៀវច្រកវិញក៏គាត់ចាំរៀងយូរដែរក្រែងចិត្តភ្ញៀវដែរបងប្អូនប៉ុន្តែមិនដឹងថាធ្វើមិនទេបើរវល់អញ្ចឹងណាបងប្អូនអ្នកលក់គឺថាឆ្វេងដៃឆ្វេងជើងគ្រប់គ្នាអញ្ចឹងហើយមានតែសូមអធិស្ឋានចំពោះភ្ញៀវទាំងអស់តែគាត់តែងតែគ្រប់ត្រូលចូលមកមានការរងចាំយឺតយ៉ាវអីចឹងក៏សូមអភ័យទោសភ្ញៀវតាមរយៈវីដេអូនេះផងដែរអញ្ចឹងក្នុងវីដេអូនេះក៏មានអីច្រើនដែរអរគុណច្រើនបងប្អូន